ទី2ដែលថាតើយុវជនគួរមានចំណេះដឹងនឹងគុណតម្លៃឬក៏ជំនាញអ្វីខ្លះដើម្បីខ្លាចអ្នកដឹកនាំល្អហ្នឹងជាដំបូងដូចជាលោកគ្រូលើកឡើងទៅចេញពីខ្លួនឯងការដឹកនាំខ្លួនឯងហើយតែមានចំណេះដឹងហើយអាចំណេះដឹងហ្នឹងបានមកពីណាហើយបានមកដោយសមស្របបានមកដោយប្រសិទ្ធភាពហ្នឹងត្រូវមើលលើអីគេតែមើលលើប្រព័ន្ធអប់រំហើយប្រព័ន្ធអប់រំបើយើងនិយាយជាពេលបច្ចុប្បន្នគុណភាពទាំងឱកាសទទួលបានទៅការអប់រំហ្នឹងគឺខ្ញុំគិតថាមិនទាន់បានស្មើភាពគ្នាឬក៏ទទួលបានផលស្មើភាពគ្នាតកតងទៅនឹងការអប់រំទៀតដូចនៅទីក្រុងគេមានការអប់រំទំនើបមានការអប់រំជឿនលឿនជាពិសេសបើយើងនិយាយជាទូទៅជាបញ្ហាដែលនៅតែកើតមានយុវជនដែលចេញមកពីជនបទតកតងទៅនឹងភាសាទៅនឹងបច្ចេកវិទ្យាគាត់មិនសូវបានទទួលបានព័ត៌មានអញ្ចឹងចំណេះដឹងដែលគាត់គួរនឹងបានហើយដែលលោកគ្រូឡើងថាគួរតែមានស្មើគ្នាដើម្បីអភិវឌ្ឍបានទាំងអស់គ្នានឹងវាមិនទាន់បានស្មើគ្នាហើយវាជាបញ្ហាដែលយូរអង្វែងមកហើយចំណេះដឹងដែលយើងគួរមានជាមូលដ្ឋានសម្រាប់យុវជនជាការមើលឃើញរបស់ខ្ញុំជាការមើលឃើញមកកណាទី1ចំណេះដឹងទៅលើសង្គមទូទៅហើយចំណេះដឹងជំនាញរឹងណាមួយឧទាហរណ៍ដែលយើងចប់បឋមទុតិយភូមិហ្នឹងបដប់ហ្នឹងយើងមកជ្រើសជំនាញមួយហើយជំនាញហ្នឹងយើងថាជំនាញឧទាហរណ៍យើងចូលសាកលវិទ្យាល័យជំនាញកនិយាយបច្ចុប្បន្នជាការមើលឃើញចូលជំនាញនឹងហើយយុវជនពីច្រើនពេលចេញពីជំនាញនឹងមកគឺអត់សូវបានធ្វើការតាមជំនាញទេអញ្ចឹងពេលខ្លះគាត់បដោតទៅលើអ្វីដែលគាត់ថាគាត់ទាំងរៀនបញ្ញាបត្រផ្នែកហ្នឹងគាត់នឹងទទួលបានឱកាសផ្នែកហ្នឹងប៉ុន្តែជាការមើលឃើញជាក់ស្ដែងវាអត់បែបហ្នឹងហើយអញ្ចឹងប្រជាជនឬក៏យុវជនភាគច្រើនហ្នឹងអត់សូវមានជំនាញអីច្បាស់លាស់រឹងមាំទេដោយសារខ្ញុំបានធ្វើការយុវជនជាច្រើនជាមួយយុវជនច្រើនខេត្តភាគច្រើនជំនាញដែលគាត់រៀនហ្នឹងគឺទៅពេលស៊ូគាត់ទៅលើអ្វីដែលគាត់រៀនហ្នឹងក៏មិនសូវមានជំនាញនៅនឹងអាហ្នឹងជាបញ្ហាអប់រំមួយដែរហើយខ្ញុំគិតថារដ្ឋាភិបាលគួរតែបរឹងហើយគួរតែពិនិត្យមើលទៅលើបញ្ហាហ្នឹងទី1បញ្ហាទទួលចំណេះដឹងទូទៅហ្នឹងសំខាន់ណាស់សិលធម៌អេយ៉ាបតការរស់នៅតាំងពីដែលយើងតែងទៅពេលយើងដាក់ CV ធ្វើការងារតែថាមានចំណេះដឹងទូទៅនៅដែលយើងសំខាន់ទៅលើបាក់ដប់ហ្នឹងប៉ុន្តែចំណេះដឹងទូទៅយើងហ្នឹងវាយុវជនបច្ចុប្បន្នមានកម្រិតណាស់ដោយសារតំណែងតំណងសិលធម៌ដែលគេនិយាយទូទៅថាចំណេះដឹងទូទៅហ្នឹងខ្វះខាតហើយបដោតទៅលើជំនាញជាពិសេសជំនាញច្បាប់ជំនាញអីផ្សេងទៀតហ្នឹងគាត់ប្រវត្តិនៅបដោតហើយដោយចូលធ្វើការងារអីពេលខ្លះចំណេះដឹងទូទៅតំណែងតំណងហ្នឹងវាខ្វះការបច្ចេកទេសក្នុងការធ្វើដូចអញ្ចឹងដូចជាការមើលឃើញរបស់យើងកម្ពុជាយើងក្រោយពីសម័យមុន2007ចុះក្រោមហ្នឹងជាការមើលឃើញមានអង្គការ NGO ជាច្រើនដែលបណ្ដុះបណ្ដាលទៅលើចំណេះដឹងជំនាញទុនភាពជាអ្នកដឹកនាំការពិស្រ័យការតំណែងតំណងសាធារណៈហ្នឹងអាហ្នឹងវាពិតជាសំខាន់នៅពេលដែលយើងចូលធ្វើការងារហើយជំនាញរឹងយុវជនពីច្រើនសម័យ digital នេះជំនាញរឹងពីច្រើនគាត់បដោតទៅលើវិទ្យាសាស្ត្រប៉ុន្តែជាគុណភាពវាអត់សូវមានទេបើក្រសួងអប់រំគាត់លើកឡើងថាសិស្សប្រឡងដែលសិទ្ធិយុវជនចង់រៀនផ្នែកវិទ្យាសាស្ត្រហ្នឹងកាន់តែអន់ថយហើយផ្នែកសង្គមវាកាន់តែកើនឡើងអញ្ចឹងមានន័យថាការផ្ដល់ព័ត៌មានឬក៏ការទទួលបានព័ត៌មានដែលទាក់ទងទៅលើបច្ចេកវិទ្យាដែលទាន់សម័យហ្នឹងគឺវាខ្វះខាតអញ្ចឹងផ្ដល់ឲ្យគាត់ខ្វះខាតអញ្ចឹងគាត់ពិបាកក្នុងការដាក់ខ្លួនចង់រៀនបច្ចេកវិទ្យាឬក៏ជំនាញដែលវាគេហៅថាជំនាញបែបវិទ្យាសាស្ត្រហ្នឹងគឺពិបាកមែនតើអានេះជាការឃើញជាមួយគាត់ហើយដើម្បីឲ្យវាមានគុណតម្លៃដើម្បីមានភាពទំនាក់ទំនងហ្នឹងវាតាមសាលាពីច្រើនវាអត់សូវមានបរិញ្ញាអានឹងជាក់ស្ដែងទេពីច្រើនគេមានវគ្គបណ្ដុះបណ្ដាលដូចជានៅក្រៅនៅប្រទេសផ្សេងគេមានអង្គការច្រើនមែនតើដែលបណ្ដុះបណ្ដាលទៅលើយុវជនទៅលើភាពជាអ្នកដឹកនាំប៉ុន្តែកលិចមើលកម្ពុជាយើងវិញទាំងក្នុងសាលាទាំងក្រៅសាលាខ្ញុំគិតថាវានៅមានខ្វះខាតច្រើនទៅលើការបណ្ដុះបណ្ដាលទៅលើភាពជាអ្នកដឹកនាំរបស់យុវជនហ្នឹងហើយអញ្ចឹងនៅពេលដែលយុវជនចូលបម្រើការងារនៅក្នុងវិស័យឯកជនឬក៏វិស័យរដ្ឋក៏ដោយ
បើជាពិសេសភាសាឯកជនហ្មងពិបាកក្នុងការអឺអភិវឌ្ឍទៅលើអាភាពជាអ្នកដឹកនាំហ្នឹងគឺរកថាគាត់ធ្វើការផ្នែកហ្នឹងដើម្បីទៅដឹកនាំក្រុមមួយឲ្យជោគជ័យគាត់ពិបាកនឹងទៅធ្វើឬក៏ពិបាកនឹងការឡើងឬក៏ឡើងទូនាទីគាត់មិនជាការសង្កេតឬជាការមើលឃើញសួរនាំជាក់ស្ដែងរបស់ខ្ញុំទៅលើយុវជនដែលជាអ្នកស្គាល់គ្នាគាត់ថាគាត់ធ្វើការទៅលើរឿងនឹងយូរហើយគាត់ពិបាកក្នុងការទៅដឹកនាំក្រុមរបស់គាត់ឲ្យរួមគ្នាធ្វើការជាក្រុមឲ្យល្អប្រសើរណាស់ដោយសារគាត់ថាទៅរៀនសាលាគាត់គេបង្ហាញទៅពីតកតងជំនាញគោលតែប៉ុន្តែអាភាពជាអ្នកដឹកនាំមនុស្សដើម្បីឲ្យមនុស្សអាចធ្វើការជាក្រុមគ្នាបាននេះវាពិបាកក្នុងការទទួលបានឱកាសហ្នឹងហើយគាត់ពិបាកក្នុងការស្វែងរកជាពិសេសអ្នកដែលមកពីបណ្ដាខេត្តហ្នឹងគឺពិបាកមែនទែនហើយដើម្បីឲ្យខ្លាចជាអ្នកដឹកនាំល្អហ្នឹងយើងត្រូវចំណេះដឹងទី1ជំនាញរឿងចំណេះផ្នែកបច្ចេកទេសផ្នែករដ្ឋបាលផ្នែកអាហ្នឹងនេះជាការប្រគិហើយអេយ៉ាបតទាំងអ្នកនយោបាយទាំងយុវជនបច្ចុប្បន្នហ្នឹងភាពជាអ្នកដឹកនាំគាត់ពេលខ្លះដឹកនាំឲ្យមនុស្សជាមនុស្សកម្ពុជាជ្រុលជាពិសេសនយោបាយអ្នកដឹកនាំនយោបាយពីច្រើនគាត់មានមនុស្សកម្ពុជាគាត់ផ្សេងគ្នាហើយអេយ៉ាបតដឹកនាំគាត់អ្នកខ្លះគាត់មិនគាត់ផ្ដោតសំខាន់ធ្វើម៉េចឲ្យបានជោគជ័យគាត់ឲ្យគាត់ប៉ុន្តែគាត់ភ្លេចកលេចមើលអាក្រមសីលធម៌អារបៀបឲ្យមនុស្សចេះសាមគ្គីគ្នានិយាយគ្នាបានហ្នឹងវាមានការខ្វះខាតហើយជាពិសេសអេយ៉ាបតនយោបាយបច្ចុប្បន្នជាការមើលឃើញយើងមើលឃើញថារបៀបដឹកនាំរបស់គាត់ដើម្បីទាញយកស្លឹកឆ្នោតដើម្បីទាញយកប្រជាប្រិយភាពគាត់មិនសូវផ្ដោតសំខាន់ទៅលើក្រមសីលធម៌ឬការនិយាយស្ដីការទំនាក់ទំនងឬអេយ៉ាបតដែលគាត់ព្យាយាមទាញយកប្រជាប្រិយភាពទេអញ្ចឹងវាជះឥទ្ធិពលទៅលើយុវជនយើងមែនតើហើយជាពិសេសមួយទៀតនោះគឺ influencer អ្នកដែលបង្កើតមេតិកាសង្គមហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់គុណតម្លៃឬក៏វប្បធម៌ដែលជាក្រមសីលធម៌ទៅដល់យុវជនហើយអញ្ចឹងនៅពេលយើងគាត់ទទួលបានតែផលអវិជ្ជមានទាំងអស់ហ្នឹងវាពិបាកក្នុងការទទួលបានចំណេះដឹងដល់ក្រមសីលធម៌ហើយផ្ដោតទៅលើជំនាញដែលរឹងបានវាលោកលំទៅនឹងការបំពុលតាមរយៈអសិលធម៌អីអសិលធម៌ហើយអយុត្តិធម៌សង្គមហ្នឹងធ្វើឲ្យគាត់គិតថាគាត់ងាយនឹងបោះបង់ឲ្យមួយនៅពេលណាឃើញសង្គមមួយដែរវាអយុត្តិធម៌របស់គាត់ធ្វើរឿងនេះព្យាយាមធ្វើរឿងមួយដើម្បីបានអ្វីមួយប៉ុន្តែមនុស្សពីរនាក់ធ្វើរឿងដូចគ្នាហេតុអីវាមិនបានយុត្តិធម៌ដូចគ្នាអ្នកខ្លះគេមានខ្សែគេមានអីទៅធ្វើយុវជនយើងបាក់ទឹកចិត្តធ្វើយុវជននឹងមើលឃើញថាច្បាប់របៀបទឹកក្នុងសង្គមនេះវាទុនខ្សោយវាខ្វះទំនុកចិត្តអញ្ចឹងពេលការទទួលបានចំណេះដឹងមិនសមស្របគ្នាពិបាកផ្ដោតទៅលើជំនាញហើយសាលាពីច្រើនមិនសូវបានផ្ដោតទៅលើជំនាញទុនភាពជាអ្នកដឹកនាំវិញទេហើយអញ្ចឹងដើម្បីខ្លាចខ្ញុំសរុបមកវិញដើម្បីខ្លាចជាអ្នកដឹកនាំល្អដែលក្នុងនាមយុវជនហ្នឹងទី1ចំណេះដឹងហ្នឹងពង្រឹងពីខ្លួនឯងទៅហើយព្យាយាមទំនាក់ទំនងមាន connection មានបណ្ដាញច្រើនហើយពង្រឹងជំនាញរឹងខ្លួនឯងដែលដើម្បីដូចលោកគ្រូឡើងថាស្គាល់ខ្លួនឯងច្បាស់ទី1មានទំនាក់ទំនងមាន connection ហើយស្គាល់ខ្លួនឯងច្បាស់ពង្រឹងជំនាញរឹងខ្លួនឯងក្នុងខ្លួនហើយរៀនសិក្សាពីភាពទំនាក់ទំនងនឹងអាចមានគុណតម្លៃមួយផ្ទាល់ខ្លួនបានមានចំណេះដឹងជំនាញក្រមសីលធម៌អាហ្នឹងខ្ញុំគិតថាអាចទៅភាពជាអ្នកដឹកនាំល្អបាននៅកថាអនាគតបាទជាជំនួយបងខ្ញុំមានតែប៉ុណ្ណឹងអរគុណ